សួស្តីអ្នកនរគ្នាវិលមកកាន់វីដេអូរបស់ខ្ញុំទៀតហើយហើយសម្រាប់វីដេអូរបស់ខ្ញុំនិយាយឡើងគឺពេលខ្លះខ្ញុំអត់ដែលសរសេរជា script ទេដោយសារតែពេលរៀនក្នុងការធ្វើវីដេអូរបស់ខ្ញុំគឺខ្លីពេលនិយាយរួមទៅយើងរវល់ច្រើនអញ្ចឹងថ្ងៃហ្នឹងខ្ញុំគាត់តែចង់ជជែកនិយាយថាមុននឹងខ្ញុំអាចនិយាយមុខកាមេរ៉ាបានហើយខ្ញុំឆ្លងកាត់ការ testing ខ្លួនឯងពេលខ្លះចំណុចដែលយើងឆ្លងកាត់ទៅយើងអាចមើលឃើញពីកង្វះខាតក្នុងការវីដេអូរបស់យើងទាំងការនិយាយទាំងការកាយវិការទាំងការដាក់ផ្នែកមើលនៅក្នុងកាមេរ៉ាយើងនឹងមើលឃើញនៅចំណុចខ្វះខាតចឹងហើយអ្វីបានខ្ញុំធ្វើវីដេអូឡើងដោយសារខ្ញុំចង់ចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាដែលចង់ចាប់ផ្ដើមនៅក្នុងវិស័យផលិតវីដេអូចឹងចំពោះការផលិតវីដេអូពេលខ្លះវាជារឿងកម្សាន្តរបស់យើងហើយយើងដាក់ចែកម្លែកទៅវាជាកំណត់មួយរបស់យើងទៀតវាធ្វើឲ្យយើងមានកំណត់ក្នុងការប្រកួតប្រជែងអញ្ចឹងដោយសារខ្ញុំធ្លាប់ទទួលបាននៅអារម្មណ៍ក៏ដូចជាការគិតបែបហ្នឹងលក្ខណៈយើងអត់ចូលចិត្តនិយាយច្រើនលក្ខណៈយើងចូលចិត្តនៅស្ងប់ស្ងាត់អញ្ចឹងយើងអត់ចាំបាច់ត្រូវហាត់ពួតការនិយាយហាត់ពួតអាកប្បកិរិយារបស់យើងទេប៉ុន្តែតែសម្រាប់ពេលយើងចេះធ្វើវីដេអូយើងចាប់អារម្មណ៍នៅសកម្មភាពក៏ដូចជាកាយវិការខ្លួនឯងក៏ដូចជាការនិយាយរាល់ពាក្យពេចន៍រាល់អ្វីដែលយើងនិយាយយើងចាប់អារម្មណ៍ថាចែកម្លែកទៅតើគោលបំណងរបស់យើងនឹងចង់បានអីហើយចង់ឲ្យគេយល់ផ្នែកអីវាខុសពីអ្វីដែលយើងអត់និយាយពេលខ្លះយើងយល់ខ្លួនឯងប៉ុន្តែដល់ពេលយើងយកទៅសន្ទនាយើងយកទៅបង្ហាញយើងយកទៅនិយាយវាបែរជាមានភាពរដេបរដុបតែយើងបើយើងនិយាយទៅការរៀបពាក្យរបស់យើងគឺនៅមានកម្រិតប៉ុន្តែបើសិនជាយើងអាចចាប់ផ្ដើមផលិតវីដេអូយើងគិតថាយើងអាចមានឱកាសនៅក្នុងការសន្ទនាក៏ជាភាសាតាក់ទងទៅជាសាធារណៈអាហ្នឹងយើងអាចអភិវឌ្ឍខ្លួនឯ